សិទ្ធពី A បូក1ថ្នាក់ A នៅក្នុងវីដេអូនេះដែរនេះខ្ញុំនឹងមកសង្ខេបមេរៀនប្រចាំសប្តាហ៍ទី5ដែលជាផ្នែក2នៃការសិក្សាដែលយើងរៀនផ្ទាល់នៅសប្តាហ៍ទី3មេរៀនសប្តាហ៍ទី5នេះដែរខ្ញុំនឹងមកសង្ខេបពីមេរៀនការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់តកតងជាមួយនឹងការវិតម្លៃតាមដំណាក់គឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អគឺជាព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការរៀនដើម្បីលើកកម្ពស់សមិទ្ធផលដែលយើងបានបង្រៀនទៅឲ្យសិស្សថាតើពេលដែលយើងបង្រៀនសិស្សទៅសិស្សគាត់ទទួលបានប៉ុន្មានហើយតើសិស្សដែលគាត់អត់ទទួលបានហ្នឹងមកពីអ្វីមកពីការបង្រៀនរបស់យើងអត់ទាន់ត្រូវជាមួយនឹងគាត់ឬក៏យ៉ាងម៉េចអញ្ចឹងយើងអាចកលេចមើលវាទៅហើយយើងនឹងកែប្រែមិនមើលយើងអាចកែប្រែតាំងពីសិស្សហើយនឹងការកែប្រែតាំងពីការបង្រៀនរបស់យើងវិធីសាស្ត្របង្រៀនរបស់គ្រូថាយើងគួរតែដូរវិធីសាស្ត្របង្រៀនបែបណាដើម្បីឲ្យត្រូវជាមួយនឹងសិស្សចំពោះការវិតម្លៃតាមដំណាក់នេះកាដែរក៏វាមានវត្តនៃការវិតម្លៃរបស់វាដែរដូចជាមុនដំបូងយើងត្រូវប្រមូលភស្តុតាងនៃការសិក្សាប្រមូលភស្តុតាងនៃការសិក្សាមានដូចជាការសង្កេតយើងសង្កេតបែបមិនផ្លូវការតាមរយៈគ្រូមើលសិស្សពេលដែលគាត់កំពុងបង្រៀននឹងតាមរយៈការសួរសំណួរផ្ទាល់មាត់ការធ្វើលំហាត់បែបរចនាសម្ព័ន្ធដែលមាននៅក្នុងមេរៀនរបស់យើងហើយនឹងស្វ័យវិតម្លៃរបស់សិស្សថាតើសិស្សគាត់អាចដឹងថាខ្លួនគាត់ទទួលបានប៉ុណ្ណាបន្ទាប់មកយើងចាប់ផ្ដើមវិតម្លៃទៅលើភស្តុតាងដែលយើងបានប្រមូលហ្នឹងហើយចាប់ផ្ដើមធ្វើការបកស្រាយវាហើយដោយមិនមានភាពលំអៀងទេគឺយើងចាប់ផ្ដើមបកស្រាយវិតម្លៃថាឲ្យសិស្សរបស់យើងទទួលបានកម្រិតណាបន្ទាប់មកយើងក៏ចាប់ផ្ដើមផ្ដល់មតិមកទម្លាប់ទៅឲ្យសិស្សវិញគឺក្នុងហ្នឹងមានបែបរយៈភ្លាមឬពញាពេលភ្លាមមានន័យថាពេលដែលយើងកលេចឃើញទៅឧបមាថាដូចយើងសួរសំណួរទៅសិស្សចឹងយើងសួរវាថាយើងសួរសំណួរយើងរៀនដល់ចំណុចហ្នឹងយើងសួរដូចវាថា5បូក7ស្មើត្រូវស្មើ12អញ្ចឹងយើងសួរទៅគាត់តែគាត់ឆ្លើយមក5បូក7បើ13អញ្ចឹងយើងក៏ផ្ដល់ព័ត៌មានត្រឡប់ឲ្យគាត់វិញទៅភ្លាមថាហេតុអីបាន5បូក7ស្មើ12យើងក៏ប្រាប់ទៅគាត់វិញពន្យល់ផ្អែកភ្លាមឬក៏មួយទៀតឲ្យពន្យល់ពេលមានន័យថាក្នុងសិស្សមួយថ្នាក់អាចថាអ្នកដែលគិតដូចគាត់ឬក៏គិតអត់ត្រូវចម្លើយដែលត្រូវ5បូក7ហ្នឹងស្មើ12តែគាត់គិតទៅឃើញអីផ្សេងស្មើច្រើនលើសឬក៏តិចត្រឹម7 8អីចឹងយើងអាចឃើញថានៅក្នុងមួយថ្នាក់សិស្សរបស់យើងចិត្តចំនួន30 40នាក់ហ្នឹងមាន4 5នាក់ឬក៏10នាក់អីចាស់ដែលគាត់អត់ទាន់យល់អញ្ចឹងយើងក៏ចាប់ផ្ដើមមកផ្ដល់មតិត្រឡប់ទៅដល់សិស្សវិញហ្នឹងគឺយើងអាចថាយើងទៅដល់លើក្តារខៀនយើងក៏ចាំសរុបកែលម្អរួមគ្នាតែម្ដងដើម្បីកុំឲ្យថាខាតពេលមានតែមួយអីចឹងគឺយើងកែតម្រូវរួមបែបលក្ខណៈច្បាស់លាស់បន្ទាប់មកពេលដែលយើងវាតម្លៃសិស្សហើយយើងចាប់ផ្ដើមកែលម្អការបង្រៀនរបស់យើងវិញយើងតាមជំហានបន្ទាប់ឬក៏តាមសកម្មភាពពិសេសគឺយើងកែលម្អការបង្រៀនរបស់យើងថាយើងបរៀនគាត់បែបនេះយើងបញ្យល់គាត់បែបនេះគឺវាអត់ត្រឹមត្រូវវាមិនអត់ត្រឹមត្រូវវាត្រឹមត្រូវប៉ុន្តែកម្រិតរបស់កូនសិស្សហ្នឹងគាត់អត់ទទួលបានទេអញ្ចឹងយើងក៏ចាប់ផ្ដើមកែសម្រួលពីវិធីសាស្ត្របង្រៀនរបស់យើងវិញឲ្យត្រូវទៅតាមកម្រិតនៃការសិក្សារបស់សិស្សរបស់យើងឬក៏របៀបនៃការសិក្សារបស់សិស្សយើងចំពោះចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់កាលនេះដែរមានដូចជាការប្រមូលភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមដែលពាក់ព័ន្ធមានដូចជាសិស្សគ្រូអីចឹងជាដើមមតិកែលម្អដូចយើងបាននិយាយពីដើមមកអញ្ចឹងហើយយើងធ្វើវានៅពេលណាការកែលម្អការបង្រៀនពេលដែលយើងវិតម្លៃហើយយើងចាប់ផ្ដើមកែលម្អការបង្រៀនរបស់យើងថាវាល្អត្រឹមត្រូវអត់ជំរឿននៃកិច្ចការតែយើងគួរតែយកដាក់កិច្ចការណាដែរដែលឲ្យគាត់ធ្វើបន្ទាប់ពីយើងរៀនរឿងកែវិតម្លៃគាត់ហើយអន្តរកម្មរវាងគ្រូនិងសិស្សយើងមើលថាតើគ្រូនិងសិស្សហ្នឹងគាត់មានទំនាក់ទំនងឬក៏គាត់មានសកម្មភាពរួមគ្នាអត់ឆ្លើយឆ្លងគ្នាអត់ទូនីតិនៃស្វ័យវិតម្លៃរបស់សិស្ស
គឺសិស្សគាត់ត្រូវធ្វើការវាយតម្លៃលើខ្លួនគាត់ដែរថាគាត់បានកម្រិតណាការលើកទឹកចិត្តណាលោកគឺជាការដែលបើសិស្សគាត់អត់ចេះទេគាត់អត់ចេះចំណុចនេះយើងចាប់ដើមធ្វើយ៉ាងម៉េចលើកទឹកចិត្តឲ្យគាត់រៀនខំប្រឹងចំណុចដែលគាត់នៅខ្វះខាតនឹងគុណលក្ខណៈនៃភាពជោគជ័យចំពោះការវិតម្លៃតាមដំណាក់ហ្នឹងយើងមានបែងចែកជាពីរគឺការវិតម្លៃតាមដំណាក់ក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់តើតើជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សាមានពីរប្រភេទគឺការវិតម្លៃភ្លាមនិងបានគ្រោងទុកការវិតម្លៃភ្លាមគឺមានន័យថាពេលដែលយើងសិក្សាចំពោះការវាយតម្លៃក្នុងម៉ោងសិក្សាភ្លាមគឺកើតឡើងព្រមព្រៀងនៅពេលដែលគ្រូគាត់ធ្វើអន្តរកម្មជាមួយសិស្សធម្មតាដោយការប្រើសំណួរក្នុងប្រើសំណួរសួរនៅក្នុងថ្នាក់ឬក៏សួរជាបុគ្គលឬក៏សួរជាការងារក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសូត្របង្កើតជាពេលវេលាដែលអាចបង្រៀនបានគឺចង់និយាយថាចាំយើងវាតម្លៃក្នុងម៉ោងសិក្សាភ្លាមមានន័យថាពេលដែលយើងកំពុងបង្រៀនមេរៀនអញ្ចឹងយើងក៏គ្រូមិនត្រូវមានសំណួរសួរវាសំណួរបំផុតឬក៏សំណួរបែបកន្លឹះអីមួយក្នុងមេរៀនរបស់យើងនឹងឲ្យគាត់ហ្នឹងឆ្លើយតបជាមួយយើងថាបើដល់ពេលហ្នឹងគាត់ចេះបានអីគេខ្លះអីចឹងទៅឬក៏ដល់ចំណុចហ្នឹងហើយយើងសួរសំណួរគាត់ថាគាត់ទាន់យើងអត់គាត់ចាប់ទាន់បានយើងអត់អញ្ចឹងយើងចាប់ដើមប្រមូលផុសតាងឬក៏យើងអាចសួរការងារនេះជាបុគ្គលជាក្រុមថាគាត់ឆ្លើយមកយើងហ្នឹងតើគាត់ទទួលបានចំណេះដឹងពីយើងនេះគាត់យើងអាចផ្ដល់ឲ្យគាត់ហ្នឹងបានកម្រិតណាហើយយើងចាប់ផ្ដើមយើងអាចធ្វើការបន្តិចកែលម្អឲ្យគាត់ព្រាមឬក៏ពញាពេលដូចដែលបានបកស្រាយពីលើមកអញ្ចឹងចំពោះការវាយតម្លៃតាមបែបគ្រោងទុកគឺមានន័យថាគ្រូគាត់បានរៀបចំការផែនការក្នុងការបង្រៀនហើយគាត់ក៏បានរៀបចំជាសំណួរទុកពីផ្ទះហើយដែរថាតើក្នុងមេរៀនហ្នឹងដល់ពេលដែលគាត់បង្រៀននៅក្នុងម៉ោងហ្នឹងថាគាត់នឹងត្រូវសួរសំណួរអ្វីទៅឲ្យសិស្សគឺមានន័យថាគាត់ដឹងហើយថាចម្លើយហ្នឹងគឺវាបែបណាឬក៏គាត់អាចដឹងថាគាត់នឹងត្រូវសួរអ្វីទៅដល់សិស្សឬក៏គាត់ចង់បានឲ្យសិស្សគាត់យល់ឬក៏គាត់ចេះពីអ្វីនៅក្នុងម៉ោងរបស់គាត់ហ្នឹងហើយមូលហេតុដែលសំខាន់ដែលយើងត្រូវអង្កេតមើលសិស្សឬក៏វាតម្លៃសិស្សនៅក្នុងម៉ោងសិក្សាហ្នឹងគឺដើម្បីយើងសង្កេតមើលថាតើសិស្សគាត់បានចូលរួមក្នុងការសិក្សារបស់គាត់នឹងបានប៉ុន្មានតើគាត់មានអន្តរកម្មជាមួយនឹងគ្រូដែរឬទេហើយមើលពីភាពត្រឹមត្រូវក្នុងការឆ្លើយសំណួររបស់សិស្សនឹងថាតើគាត់ឆ្លើយបានត្រឹមត្រូវប៉ុន្មានដែរនិងយើងមើលពីបំណិនឬក៏មើលពីការអកប្បកិរិយាក្នុងការប្រើប្រាស់ភាសាឬក៏វិទ្យាសាស្ត្រដែលគាត់បានបញ្ចេញគំនិតហ្នឹងយើងអាចមិនមែនយើងក្រោបតែពីមេរៀនទេយើងត្រូវយើងត្រូវវាតម្លៃឬក៏យើងត្រូវបង្រៀនសិស្សពីសុជីវធម៌ដូចជាមុនដែលពេលគាត់ឆ្លើយជាមួយយើងគាត់ត្រូវឆ្លើយបែបណាជាមួយគ្រូឬក៏ជាមួយនឹងចាស់អីជាដើមហើយមួយទៀតយើងក៏ដឹងថាតើសិស្សយើងចេះបានប៉ុណ្ណាតើយើងត្រូវរកឬក៏តើយើងគួរតែមានកំណាប់អារម្មណ៍ជាមួយសិស្សថែមកម្រិតណាទៀតនិងមួយទៀតការវាតម្លៃនៅក្នុងម៉ោងសិក្សារបស់យើងភាគច្រើនយើងមិនវាតម្លៃទៅលើសំណួរយើងអាចវាតម្លៃទៅលើអកប្បកិរិយាដែលគ្មានវិចារប្រកបដូចជាទៅលើកាយវិការការបង្ហាញទឹកមុខឬក៏តាមរយៈភ្នែកអីជាដើមអញ្ចឹងប្រភេទអស់ហ្នឹងយើងអាចដូចជាយើងមនុស្សធំជាដើមពេលដែលគេនិយាយមកមានផ្នែកមួយដែលយើងចូលចិត្តយើងនឹងបង្ហាញទឹកមុខរបស់យើងមកថាចំណុចហ្នឹងយើងអត់ចូលចិត្តទេឬក៏គេនិយាយមកធ្វើយើងខាងយើងនឹងបង្ហាញទឹកមុខមកបង្ហាញជាក់ស្ដែងហើយបើយើងអត់យល់យើងនឹងចាប់ជ្រួញចិញ្ចើមអីជាដើមហ្នឹងហើយគឺជាការសង្កេតទាំងទឹកមុខរបស់គាត់ជាដើមដោយសារតែសិស្សមួយចំនួនគឺគាត់មានភាពមានភាពខ្មាស់អៀនច្រើនថាតើតើមួយការឆ្លើយតបដែលគាត់ថាគាត់អត់ចេះជាដើមអញ្ចឹងយើងអាចមើលតាមរយៈទឹកមុខរបស់សិស្សបានទឹកមុខខ្សែភ្នែកអីជាដើមហ្នឹងចាតកតងជាមួយនឹងការវាយតម្លៃទៅលើផ្នែកការវាយតម្លៃបញ្ចប់គឺមានន័យថាគឺយើងធ្វើការវាយតម្លៃក្នុងម៉ោងហើយអញ្ចឹងពេលដែលយើងវាយតម្លៃបញ្ចប់គឺមានន័យថាដល់យើងធ្វើកិច្ចការផ្ទះហើយយើងសួរសំណួរខ្លីៗឬក៏ជ្រើសរើសតេស្តក៏ចាំមេរៀនអីចឹងណាឬក៏យើងមានកិច្ចការនៅក្នុងថ្នាក់ដែលតកតងជាមួយនឹងមេរៀនហ្នឹង
យើងចាប់ផ្ដើមមានមតិកែលម្អយើងធ្វើជាគំរូឲ្យកូនសិស្សឬក៏កូនសិស្សគាត់ឡើងធ្វើជាមែនទេគឺយើងឲ្យកូនសិស្សឡើងធ្វើជាគំរូតាក់ទងជាមួយនឹងមេរៀនឬក៏បង្ហាញពីសកម្មភាពមេរៀនហ្នឹងមានហើយនឹងការប្រឡងចុងឆ្នាំអីជាដើមនឹងការតេស្តតាមប្រព័ន្ធ digital ព័ត៌មានត្រឡប់យើងអាចធ្វើទៅតាមប្រភេទនៃប្រភេទតេស្តរបស់យើងហ្នឹងហើយយើងចាប់ផ្ដើមធ្វើពីរបៀបការផ្ដល់ចែកចាយបុគ្គលហ្នឹងចម្លើយរបស់គាត់ឬក៏ព័ត៌មានកែលម្អរបស់គាត់ហ្នឹងទៅតាមពេលវេលាដែលបានសន្មតថាបើដូចជាកិច្ចការផ្ទះគឺយើងប្រើពេលវេលាបន្ទាប់ពេលយើងមុនយើងចូលមេរៀនថ្មីប្រឡងសំណួរខ្លីៗអាចថាបើសំណួរខ្លីៗនៅក្នុងម៉ោងតេស្តឬក៏កិច្ចការក្នុងថ្នាក់យើងអាចយកចុងម៉ោងរបស់យើងកែឲ្យកែសម្រួលផ្ដល់ជាមតិកែលម្អដល់គាត់បើចុងឆ្នាំឆមាសអីយើងអាចថាពេលដែលយើងចេញលទ្ធផលឬក៏យើងកែផ្ដាស់ប្រឡងហើយយើងមានពេលយើងចាប់ផ្ដើមធ្វើជាមតិព័ត៌មានត្រឡប់ទៅឲ្យគាត់ដល់ពេលការកែលម្អការបង្រៀនយើងត្រូវធ្វើយ៉ាងម៉េចឲ្យការបង្រៀនយើងហ្នឹងប្រកបដោយសមត្ថភាពគឺយើងត្រូវមើលថាតើតាក់ទងជាមួយនឹងការវិវត្តន៍បញ្ចប់របស់យើងហ្នឹងកូនសិស្សគាត់ទទួលបានប៉ុណ្ណាហើយយើងត្រូវរកវិធីសាស្ត្រអ្វីដើម្បីឲ្យកូនសិស្សគាត់អាចមានវឌ្ឍនភាពការសិក្សារបស់គាត់នឹងបានរីកចម្រើនបើអញ្ចឹងទេយើងអាចធ្វើជាគំរូក្នុងការបង្រៀននឹងសារចាស់សារឡើងវិសាសិស្សមួយចំនួនការចាប់បានរបស់គាត់មាននៅពីខ្សោយអញ្ចឹងយើងត្រូវការរៀនបង្រៀនសារចាស់សារឡើងឲ្យគាត់យល់ន័យវាចាអត់តកតងជាមួយនឹងស្រុកមកវិញតកតងជាមួយនឹងការវាតម្លៃក្នុងម៉ោងសិក្សាមានន័យថាយើងវាតម្លៃកំឡុងពេលយើងបង្រៀននឹងយើងអាចសួរសំណួរគាត់ភ្លាមពេលខ្លះសំណួរនឹងយើងអត់បានគ្រងមានទាំងភ្លាមនឹងគ្រងទុកសំណួរភ្លាមមានន័យថាយើងរៀនដល់ចំណុចហ្នឹងយើងស្រាប់តែយើងចង់បញ្ញាអារម្មណ៍សិស្សថាគាត់យល់ចំណុចហ្នឹងអត់យើងក៏ផ្ដល់ជាសំណួរឲ្យគាត់យើងសួរសំណួរគាត់ភ្លាមខ្លីៗនឹងការសង្កេតរបស់យើងសង្កេតមើលទឹកមុខរបស់គាត់ថាតើគាត់យល់យើងឲ្យយាយអត់ហើយយើងក៏ចាប់ផ្ដើមផ្ដល់ជាមតិកែលម្អឲ្យគាត់ឬក៏យើងចាប់ផ្ដើមបង្រៀនសារចាស់សារឡើងជាមួយគាត់ច្រើនយើងកែលម្អឬក៏យើងចាប់ផ្ដើមបដូរពីផែនការបង្រៀនរបស់យើងថាយើងបញ្យល់ទៅគាត់បែបនេះគាត់អត់យល់ទេអញ្ចឹងយើងចាប់ផ្ដើមបដូរទៅនិយាយរបៀបថាយើងមាន plan B plan A plan B អញ្ចឹងយើងចូល plan A អត់ដែរអញ្ចឹងយើងចូល plan B បន្ទាប់មកគ្រោងទុកការវាតម្លៃក្នុងម៉ោងសិក្សានេះដែរតែបែបគ្រោងទុកគឺមានន័យថាយើងបានរៀបចំសំណួរមកពីផ្ទះហើយថាយើងនឹងសួរគាត់អ្វីខ្លះពេលនៅក្នុងម៉ោងសិក្សាហ្នឹងដល់ពេលការវាតម្លៃបញ្ចប់មានន័យថាយើងរៀនមេរៀននឹងចប់ហើយអញ្ចឹងយើងអាចវាតម្លៃគឺយើងអាចឲ្យគាត់ធ្វើកិច្ចការនៅក្នុងថ្នាក់រៀនហ្នឹងតកតងជាមួយនឹងពេលបញ្ចប់មេរៀនរបស់យើងហ្នឹងឬក៏ឲ្យគាត់ធ្វើជាការងារក្រុមឬក៏យើងផ្ដល់ជាកិច្ចការផ្ទះឲ្យគាត់ហើយនឹងមានដូចជាការប្រឡងប្រចាំខែប្រឡងឆមាសអីជាដើមអាហ្នឹងវាជាការវិតម្លៃបញ្ចប់របស់យើងឯងអាចថាយើងបញ្ចប់ជាក្នុងម៉ោងមេរៀនឬក៏យើងអាចបញ្ចប់មេរៀនកិច្ចការផ្ទះឬក៏យើងអាចបញ្ចប់ពីក្នុងមួយខែហ្នឹងតើសិស្សគាត់ទទួលបានអីខ្លះឬក៏មួយឆមាសហ្នឹងសិស្សគាត់ទទួលបានអីខ្លះហ្នឹងជាការប្រឡងបញ្ចប់ហើយយើងក៏នៅតែមានមតិកែលម្អនិងការឆ្លុះបញ្ចាំងពីវិធីសាស្ត្របង្រៀនរបស់យើងដូចគ្នាថាតើការវិធីសាស្ត្របង្រៀនរបស់យើងនឹងបានជោគជ័យកម្រិតណាតែយើងគួរតែកែប្រែឬកែប្រែវិធីសាស្ត្របង្រៀនរបស់យើងហ្នឹងពីវិភាគណាឬក៏តើកូនសិស្សរបស់យើងនឹងមកពីវិធីសាស្ត្របង្រៀនរបស់យើងអត់ល្អឬក៏ការចាប់បានរបស់កូនសិស្សរបស់យើងនឹងអត់សូវបានយើងគួរតែបង្រៀនសារចង់សារឡើងច្រើនដល់ឬក៏យ៉ាងម៉េចចាតកតងជាមួយនឹងមេរៀននេះខ្ញុំសូមសង្ខេបការយល់របស់ខ្ញុំបានប៉ុណ្ណឹងចាអរគុណសូមជម្រាបលា